លោកគឹមចុងអ៊ុនសន្យាគ្រប់គ្រងលោកពូទីនដោយគ្មានលក្ខខណ្ឌកូរ៉េខាងជើងលោកគឹមចុងអ៊ុនបានសន្យាផ្ដល់ការគ្រប់គ្រងដោយឥតលក្ខខណ្ឌចំពោះគោលនយោបាយនិងការសម្រេចចិត្តទាំងឡាយរបស់ប្រធានាធិបតីរុស្ស៊ីគឺលោកពូទីនប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រទី9 ខែមករាបានរាយការណ៍ថានៅក្នុងលិខិតមួយលោកគឹមចុងអ៊ុនបាននិយាយថារូបលោកមានអារម្មណ៍ដឹងពីទំនាក់ទំនងមិត្តភាពដ៏ពិតប្រាកដចេញពីលោកពូទីនហើយបានចាត់ទុកថាទំនាក់ទំនងរវាងលោកនិងលោកពូទីនគឺមានតម្លៃជាទីបំផុតគួរបញ្ជាក់ថាបើតាម KCNA លោកគឹមចុងអ៊ុននិងលោកពូទីនក៏បានឆ្លើយឆ្លងគ្នានៅក្នុងសម្បត្តិផងដែរតាមរយៈសារអបអរឆ្នាំថ្មីដោយលោកគឹមបាននិយាយថាកូរ៉េខាងជើងនិងរុស្ស៊ីនឹងរួមឈាមរួមរស់រួមស្លាប់ជាមួយគ្នានៅលើសមរភូមិអ៊ុយក្រែនលោកពូទីនវិញបានសាទរនៅអ្វីដែលហៅថាជាទំនាក់ទំនងមិនអាចបំបែកបំបាក់បានរវាងកូរ៉េខាងជើងនិងប្រទេសរុស្ស៊ីតាមចារកម្មកូរ៉េខាងត្បូងនិងលោកខាងលិចកូរ៉េខាងជើងបានបញ្ជូនកងទ័ពនិងសព្វាវុធទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន